ខ្ញុំប្រកាសណាសូមអភិវណ្ណកាយក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃរាជយុសម្ដេចព្រះរាជាគណៈនិងព្រះថេរានុត្រៈគ្រប់ព្រះអង្គជាទីសក្ការៈសូមចម្រើនពរចំពោះឯកឧត្តមលោកជំទាវលោកស្រីនិងពុទ្ធបរិស័ទគ្រប់រូបសមាគមធម្មធិកម្ពុជាជាអង្គការមិនមែនរដ្ឋាភិបាលនឹងត្រូវបានចុះក្នុងបញ្ជីអនុញ្ញាតជាផ្លូវការដោយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាតាមលិខិតលេខ052ចុះថ្ងៃទី12ខែមករាឆ្នាំ2016ដោយយោងទៅលើទស្សនវិស័យបេសកកម្មគោលដៅនិងលក្ខន្តិកៈដែលត្រឹមត្រូវជាគតិយុត្តសមាគមធម្មកថាកម្ពុជាមានអក្សរកាត់ជាភាសាខ្មែរថាសថកសរសេរអក្សរពេញជាភាសាអង់គ្លេសថា Cambodian Dhammakatthika Association និងមានអក្សរកាត់ជាភាសាអង់គ្លេសថា CDA សមាគមនេះបានបដិសន្ធិឡើងក្រោមការផ្ដួចផ្ដើមគំនិតរបស់ព្រះភិក្ខុវជ្របញ្ញោសានសុជានិងព្រះធម្មកថាដទៃផ្សេងទៀតដើម្បីកំណត់អត្តសញ្ញាណនិងបង្ហាញអំពីតម្លៃសង្ខេបរបស់សមាគមព្រះធម្មកថាស្ថាបនិកបានសម្រេចចិត្តជ្រើសរើសយកត្រៃកោដធម៌ដែលមានមាតិកាចំនួន3គឺសច្ចៈខន្តីនិងកតញ្ញូធ្វើជាបាវចនាសំខាន់របស់សមាគមនិងជាធម៌ដែលមានអត្ថន័យខ្លឹមសារជ្រាលជ្រៅនិងស័ក្តិសមបំផុតនឹងចំណានពរជូនដូចខាងក្រោមកាលដើមឡើយព្រះភិក្ខុវជ្របញ្ញោសានសុជាបានឆ្វេងយល់ឃើញតែមួយអង្គឯងថាព្រះធម្មកថាចារ្យនៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើនប៉ុន្តែព្រះធម្មកថាទៅនោះមិនមានសាមគ្គីភាពក្នុងការជួបជុំគ្នាដើម្បីកែតម្រង់នៅការយល់ដឹងផ្នែកព្រះធម៌វិន័យដែលនឹងត្រូវសម្ដែងដល់ពុទ្ធបរិស័ទទូទៅនៅឡើយថ្ងៃមួយព្រះគ្រូរតនវិសុទ្ធឆាបសច្ឆេតនិងលោកម្ចាស់បញ្ញាបតិបោសឹមសុកលីបាននិមន្តទៅកាន់វត្តមនីរតនារាមដែលស្ថិតនៅខាងខេត្តពោធិ៍សាត់ដើម្បីថ្វាយបង្គំព្រះវជ្របញ្ញោសានសុជាដោយផ្ទាល់ជំនួបនេះបានផ្ដើមជជែកពិភាក្សាលើបញ្ហាច្រើនយ៉ាងដែលតាក់ទងនឹងព្រះពុទ្ធសាសនារួមទាំងសង្គមជាតិប្រធានបទដែលជាកម្មវត្ថុនៃការជជែកបានបន្តពីមួយទៅមួយជាប់បណ្ដាច់ភ្លាមនោះប្រធានបទដែលតាក់ទងនឹងធម្មកថាសពថ្ងៃក៏បានជ្រិចបណ្ដាច់ខ្លួនឡើងនៅក្នុងបណ្ដុំនៃបញ្ហាកម្មផ្សេងនោះដែរការពិភាក្សានេះបានបង្ហាញនិងទទួលស្គាល់ថាព្រះធម្មកថានៅក្នុងប្រទេសកម្ពុជាមានប្រមាណបរិមាណច្រើនរីកដុះដាលយ៉ាងខ្លាំងប៉ុន្តែមានកង្វះខាតទៅលើចំណុចពីរយ៉ាងជាចំណុចសំខាន់គឺសាមគ្គីភាពនិងការជួបជុំគ្នាព្រះភិក្ខុវជ្របញ្ញោសានសុជាបានលើកយកពាក្យរបស់លោកធម្មបណ្ឌិតហេងមនីចិន្តាមកបង្ហាញនៅក្នុងការសន្ទនារបស់ខ្លួនថាព្រះធម្មកថានៅស្រុកខ្មែរដូចដើមពោធិ៍ដែលដួលនៅលើដីហើយមែកឈើទាំងឡាយណាដែលធ្លាក់ដល់ដីខំប្រឹងលូតឡើងអំពីដីវិញដោយគ្មានឬកែពិតប្រាកដភ្លាមនោះផងដែរព្រះអង្គក៏បានលើកឡើងបន្ថែមទៀតថាសពថ្ងៃនេះព្រះធម្មកថាមានលក្ខណៈដូចជាគ្រឿងឈើផ្ទះដែលនៅកន្លែងមួយដាច់ពីគ្នាសសរនៅដោយសសររនូតនៅដោយរនូតដំបូលនៅដោយដំបូលមិនបានតភ្ជាប់ប្រតិគ្នាបានជារាងគោងផ្ទះដែលជាទីជំរកនៅឡើយឬក៏ដូចជាផ្កាកម្រងដែលនៅរាយប៉ាយពីពេញនៅលើផែនដីដែលមិនទាន់បានយកមកដុតក្រងជាភួងច្បាស់លាស់នៅពេលណាយើងទាំងអស់គ្នាបានយកផ្កាទៅនោះមកដុតក្រងភ្ជាប់គ្នាពេលនោះភាពស្រស់ស្អាតដែលគួរជាទីស្រឡាញ់ជាទីពេញចិត្តក៏បានកើតឡើងផងដែរបន្ទាប់អំពីបានស្ដាប់ថេរដីកាពន្យល់របស់ព្រះភិក្ខុវជ្របញ្ញោសានសុជារួចមកលោកម្ចាស់បញ្ញាបតិបោសឹមសុកលីបានគិតលើកឡើងថាខ្ញុំប្រកាសណានឹងព្យាយាមប្រជុំធម្មកថាគ្រប់កន្លែងទាំងអស់ដើម្បីពង្រឹងសាមគ្គីភាពនៅក្នុងពេលវេលាណាមួយបន្ទាប់អំពីការសំណេះសំណាលប្រកបដោយផ្លែផ្កាមកនេះព្រះអង្គទាំងទ្វេបានថ្វាយបង្គំលាព្រះភិក្ខុវជ្របញ្ញោសានសុជាមករាជធានីភ្នំពេញវិញថ្ងៃមួយលោកម្ចាស់បញ្ញាបតិបោសឹមសុកលីបានចាប់ផ្ដើមព្យាយាមស្វែងរកការគ្រប់គ្រងនិងការឧបត្ថម្ភអំពីការជួបជុំធម្មកថានេះដោយសេចក្តីរាប់អានស្និទ្ធស្នាលលោកម្ចាស់បញ្ញាបតិបោសឹមសុកលីបានប្រជុំបានសុំព្រះភិក្ខុងិមសៅសំខាន់ដែលជាប្រធានអង្គការធម្មទានសង្គម
ឲ្យជួយជ្រោមជ្រែងលើការរៀបចំឲ្យមានជំនួបពិភាក្សាជាមួយព្រះវជ្របញ្ញោសានសុជានិងព្រះធម្មកថាផ្សេងទៀតប្រធានអង្គការនេះបានទទួលឯកភាពដោយសមនស្សរីករាយហើយបានចាប់ផ្ដើមរៀបចំការប្រជុំធម្មកថាជាបន្តបន្ទាប់ចំនួន2លើកការជួបជុំលើកទី1បានប្រព្រឹត្តទៅនៅថ្ងៃសុក្រ1កើតខែមិញឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី20ខែមករាឆ្នាំ2015នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ក្រមប្រធានបទថាលើកកម្ពស់វិស័យព្រះពុទ្ធសាសនានិងអភិវឌ្ឍសង្គមជំនួបធម្មកថាលើកទី1នេះត្រូវបានរៀបចំឡើងដោយអង្គការធម្មទានសង្គមនិងទទួលបានការសហការឧបត្ថម្ភពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍អង្គការលីកាដូនិងមូលនិធិសង្គ្រោះជាតិខ្មែរព្រះភិក្ខុបញ្ញាបតិបោពោពិសិដ្ឋព្រះគ្រូរតនវិសុទ្ធឆាតសុឆេតព្រះភិក្ខុធម្មាលង្ការោច័ន្ទសុជនព្រះភិក្ខុជីវសុទ្ធហូហៀងពេកព្រះភិក្ខុមនិបាឡោជួនកកដាព្រះភិក្ខុបញ្ញាបតិបោហោសខុននិងព្រះធម្មកថេកាចារ្យប្រមាណជាង300អង្គផ្សេងទៀតបានចូលរួមជួបជុំគ្នាក្នុងបរិយាកាសរីករាយក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះភិក្ខុវជ្របញ្ញោសានសុជាការជួបជុំលើកទី2បានប្រព្រឹត្តទៅនៅថ្ងៃសុក្រ1កើតខែចែកឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនឹងថ្ងៃទី20ខែមីនាឆ្នាំ2015នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ក្រមប្រធានបទថាការពង្រឹងវិស័យព្រះពុទ្ធសាសនាតាមរយៈការអភិវឌ្ឍអភិបាលកិច្ចល្អដើម្បីអភិវឌ្ឍសង្គមកម្ពុជាសន្និបាតព្រះធម្មកថាលើកទី2នេះត្រូវបានរៀបចំឡើងដោយអង្គការធម្មទានសង្គមនិងទទួលបានការសហការឧបត្ថម្ភពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍អង្គការលីកាដូមូលនិធិសង្គ្រោះជាតិខ្មែរក្រុមប្រឹក្សាការងារសាធារណៈនិងសមាគមធៀងថ្នោតដែលស្ថិតនៅក្រោមអធិបតីភាពនៃព្រះភិក្ខុវជ្របញ្ញោសានសុជាដដែលប៉ុន្តែជាអកុសលព្រះអង្គត្រូវបានអវត្តមានវិញដោយមានអពាតបំពង់កត្រូវនិមន្តធ្វើដំណើរទៅព្យាបាលនៅប្រទេសថៃទោះបីព្រះភិក្ខុវជ្របញ្ញោសានសុជាបានអវត្តមានយ៉ាងណាក៏ដោយចុះសន្និបាតព្រះធម្មកថាទូទាំងប្រទេសលើកទី2ក៏នៅតែប្រព្រឹត្តទៅប្រកបដោយផលវិជ្ជមាននិងគួរឲ្យមោទនភាពដោយមានធម្មវាគ្មិនសំខាន់ចូលរួមគឺព្រះភិក្ខុបញ្ញាបតិបោពោពិសិដ្ឋព្រះភិក្ខុធម្មាលង្ការោច័ន្ទសុជនព្រះភិក្ខុផតបណ្ឌិតោភិនវុធីព្រះគ្រូរតនវិសុទ្ធឆាតសុឆេតព្រះភិក្ខុធម្មជោតោយ៉ានសុភ័ក្រព្រះភិក្ខុធម្មសេនាហសៀងហៃព្រះភិក្ខុសន្តិបាឡោសំសរោនព្រះភិក្ខុធម្មបាឡោសក្រិបព្រះភិក្ខុចៅសែនសេដ្ឋាជាដើមអង្គសន្និបាតធម្មកថាទាំងពីរលើកខាងលើគ្រាន់តែបានដឹងអំពីសភាពជាក់ស្ដែងនិងទឹកចិត្តរបស់ធម្មកថាមួយចំនួនជាពិសេសគឺបព្វជិតដែលមានការព្រួយបារម្ភចំពោះព្រះពុទ្ធសាសនាក្រោយមកមានការជួបជុំព្រះធម្មកថាដាច់ដោយឡែកផ្សេងទៀតការពិភាក្សាលើកទី3នេះមានភាពផុសផុលនិងមានការបដិញ្ញាចិត្តដើម្បីឈានទៅរកការបង្កើតសមាគមធម្មកថាកម្ពុជាដោយដាច់ខាតការពិភាក្សាលើកទី3នេះក្រមស្ថាបនិកបានជ្រើសរើសព្រះភិក្ខុវជ្របញ្ញោសានសុជាប្រធានសមាគមធម្មកថាកម្ពុជានិងមានតួនាទីក្នុងការដឹកនាំរៀបចំព្រាងសរសេរលក្ខន្តិកៈសមាគមនិងរៀបចំឯកសារស្នើសុំចំពោះក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាក្នុងការទទួលស្គាល់សិទ្ធិស្របច្បាប់នៃការបង្កើតសមាគមធម្មកថាកម្ពុជាជាផ្លូវការសមាគមធម្មកថាកម្ពុជាបានជ្រើសរើសសមាជិករចនាសម្ព័ន្ធរដ្ឋបាលការងារជាពីរដំណាក់កាលមកដល់ពេលនេះដំណាក់កាលទី1នៅដំណាក់កាលទី1នេះសមាគមធម្មកថាកម្ពុជាមិនទាន់បានទទួលសិទ្ធិស្របច្បាប់ពីក្រសួងមហាផ្ទៃនៅឡើយទេក្រមស្ថាបនិកទាំងអស់បានសម្រេចជ្រើសរើសសមាជិករចនាសម្ព័ន្ធរដ្ឋបាលដូចខាងក្រោម1ព្រះភិក្ខុវជ្របញ្ញោសានសុជាប្រធានសមាគម2ព្រះភិក្ខុធម្មាលង្ការោច័ន្ទសុជនជាអនុប្រធានទី1ព្រះភិក្ខុមនិបាឡោជួនកកដាជាអនុប្រធានទី2ព្រះគ្រូរតនវិសុទ្ធឆាតសុឆេតជាប្រធានគ្រប់គ្រងគម្រោងព្រះភិក្ខុផតបណ្ឌិតោភិនវុធីជាប្រធានហេរញ្ញិកសាមណេរបញ្ញាបតិបោសឹមសុកលីជាប្រធានរដ្ឋបាលដំណាក់កាលទី
នៅដំណាក់កាលទី2នេះសមាគមធម្មកថាកម្ពុជាបានទទួលសិទ្ធិស្របច្បាប់គ្រប់គ្រាន់ពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអនុវត្តការងារស្របតាមលក្ខន្តិកៈរបស់ខ្លួនដើម្បីពន្លឿននិងពង្រឹងប្រសិទ្ធភាពការងារសមាគមធម្មកថាកម្ពុជាបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីជជែកពិភាក្សាលើរចនាសម្ព័ន្ធរដ្ឋបាលនិងកង្វះខាតផ្សេងៗទៀតដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការនិងផលវិជ្ជមានរបស់សមាគមយោងតាមលទ្ធផលនៃការប្រជុំនិងសកម្មភាពជាក់ស្ដែងនៃបព្វជិតសកម្មក្នុងការងារកន្លងមកសមាគមបានសម្រេចបង្កើតផ្នែកនៃសមាគមចំនួន2បន្ថែមទៀតគឺផ្នែកស្រាវជ្រាវនិងបោះពុម្ពនិងផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយឯសមាជិកភាពថ្មីដែលត្រូវបញ្ចូលបន្ថែមក្នុងរដ្ឋបាលការងារក៏បានសម្រេចបញ្ចូលជាផ្លូវការផងដែរផ្នែកកម្មវិធីនិងសមាជិកភាពចូលបម្រើការងារបន្ថែមនៅក្នុងសមាគមរួមមានដូចខាងក្រោមផ្នែកគ្រប់គ្រងគម្រោងព្រះភិក្ខុខន្តធីរោសាន់មនោសាជាអនុប្រធានផ្នែកហេរញ្ញិកព្រះភិក្ខុចន្ទទេវោហែមហ៊ីជាអនុប្រធានទី1ផ្នែករដ្ឋបាលនិងធនធានមនុស្សព្រះភិក្ខុជូតកល្យាណថេរោនឹមឆាណូអនុប្រធានទី1ព្រះភិក្ខុញឹមសុភាអនុប្រធានទី2ផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយព្រះភិក្ខុបញ្ញាបតិបោពោពិសិដ្ឋជាប្រធានព្រះភិក្ខុធម្មសេរីសែមចន្ទធីអនុប្រធានទី1ព្រះភិក្ខុពុណវិជោអេងសវណ្ណអនុប្រធានទី2ទូព្រះបង្គំខ្ញុំព្រះករុណាសូមបញ្ជាក់បន្ថែមថាព្រះភិក្ខុធម្មសេរីសែមចន្ទធីគឺព្រះអង្គគង់នៅសហរដ្ឋអាមេរិកប៉ុន្តែក្នុងថ្ងៃនេះបាននិមន្តមកចូលរួមដែរផ្នែកស្រាវជ្រាវនិងបោះពុម្ពព្រះភិក្ខុជូតញ្ញាណាវឿនសរនប្រធានព្រះភិក្ខុអរដ្ឋវិរិយោសុកបាយ័នអនុប្រធានទី1ព្រះភិក្ខុវិរិយសេខោសេកពិសិដ្ឋអនុប្រធានទី2ក្រុមអ្នកច្នៃប្រឌិតនិងអ្នកបង្កើតថ្មីព្រះភិក្ខុសវណ្ណថេរោវងទំព័រគង់នៅសហរដ្ឋគង់នៅប្រទេសអូស្ត្រាលីជាព្រះប្រធានផ្នែកកម្មវិធីអប់រំព្រះភិក្ខុសន្តិបាឡោសំសរោនប្រធានព្រះភិក្ខុធម្មសេនាហសៀងហៃអនុប្រធានទី1ព្រះភិក្ខុថេតបញ្ញោគង់សុភាពអនុប្រធានទី2ផ្នែកកម្មវិធីមនុស្សធម៌ព្រះភិក្ខុពុទ្ធិបាលិតោឡុងច័ន្ទភក្តីជាប្រធានផ្នែកកម្មវិធីសុខភាពព្រះភិក្ខុធម្មបាឡោសុខរិបជាប្រធានផ្នែកកម្មវិធីសហគ្រាសសង្គមព្រះភិក្ខុសីលសង្វរោសេចក្តំបញ្ញាប្រធានដែលក៏លោកកំពុងតែនិមន្តទៅផ្នែកអឺរ៉ុបផ្នែកកម្មវិធីអភិបាលកិច្ចល្អនិងកណន័យសង្គមព្រះភិក្ខុសីលសង្វរោឆនសវណ្ណដេតប្រធានព្រះអគ្គវង្សោសុកផេនអនុប្រធានទី1ផ្នែកកម្មវិធីសម្របសម្រួលអាកាសធាតុព្រះភិក្ខុរតនបញ្ញោនុនរងប្រធានផ្នែកពិធីការនិងរៀបចំតុបតែងព្រះភិក្ខុសក្យមនីពុទ្ធោស្រិនសុខាប្រធានសមាគមធម្មកថាកម្ពុជាមានការិយាល័យធ្វើការអចិន្ត្រៃយ៍ដំបូងនៅកុដិលេខ28វត្តមហាមន្ត្រីរាជធានីភ្នំពេញដើម្បីសម្រួលដល់កិច្ចការងារសមាគមធម្មកថាកម្ពុជាបានសម្រេចជាឯកច្ឆន្ទផ្លាស់ប្ដូរទីតាំងការិយាល័យដើមពីកុដិលេខ28មកវត្តឧណាឡោមដែលស្ថិតនៅកុដិលេខ29ជាផ្លូវការដែលស្ថិតនៅក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញការិយាល័យធ្វើការអចិន្ត្រៃយ៍នេះត្រូវបានរៀបចំជាបន្ទប់បំពាក់គ្រឿងអេឡិចត្រូនិកប្រព័ន្ធភ្លើងគ្រឿងសង្ហារិមនិងសម្ភារៈការិយាល័យតាមផ្នែករួចរាល់ជាស្រេចជាចុងបញ្ចប់នេះទូប្រមង្គមខ្ញុំប្រកាសណាអាត្មាភាពសូមថ្វាយប្រពោប្រគិនពោនិងជូនពរបបរសួស្តីសិរីមង្គលចំពោះសម្ដេចជាអម្ចាស់សម្ដេចព្រះរាជគណៈព្រះថេរានុត្តរគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវលោកស្រីនិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់សូមសំប្រកបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀតគ្លាតឡើយសូមអរព្រគុណសូមអរគុណ